សួស្តីពុកម៉ែបងប្អូនអរគ្នាដែលគាត់ចង់ទិញឡប់នេះឡប់នេះដោយសារតែគេកំងអស់ហើយបងប្អូនបើបងប្អូនត្រូវការបងប្អូនឆាតមកខ្ញុំមកចាំខ្ញុំធ្វើថ្មីឥឡូវគឺឡប់នេះគឺគេទិញកក់មុនអស់ហើយតម្លៃធូរថ្លៃទេបងប្អូនអាចឆាតឬក៏បានអាចតម្លាក់លេខតាមហ្នឹងចាំខ្ញុំទៅនេះគឺមាំខ្លាំងមែនតើឡប់នេះយើងធ្វើអំពីជ័រប៉ុន្តែកងវាកងដែកហើយយើងពកឈើទៀតមកដើម្បីឲ្យវារឹងមាំនេះល្អណាស់បងប្អូនស្អាតទៀតមិនមែនចេះតែធ្វើយកតលុយទេណានោះអ្នកធ្វើគាត់ជំនាញដោយសារតែឡប់នេះគឺគេទិញអស់ហើយបងប្អូនបើសិនជាបងប្អូនត្រូវការបងប្អូនអាចឆាតប្រាប់ខ្ញុំមកចាំខ្ញុំធ្វើថែមនេះអានេះប្រើសវាប្រើសវាប្រើសយើងធ្វើពីរអានេះរៀងធំតិចហើយអាក្រោយនេះរៀងតូចចង្អៀតដល់ពេលត្រីចូលទៅវាអត់ងាយចាញ់ទេបងប្អូនមិនថាត្រីអីទេត្រីចង្វាត្រីខ្ចឹងត្រីឆ្លាំងត្រីអីក៏បានដែរចុះឲ្យតែបងប្អូនកន្លែងណាកន្លែងដែលបងប្អូនមានទឹកអត់មានទឹកច្រឡំមានត្រីនេះធ្វើមិនងាយណាបងប្អូនចង់ពី3 4 5ថ្ងៃណាទៅមុំបានប៉ុណ្ណឹងណាគឺធ្វើគឺហត់ប៉ុន្តែធ្វើម៉េចបើបងប្អូនគាត់ត្រូវការច្រើនអញ្ចឹងណានេះស្អាតតែបងប្អូនគឺធ្វើមកបើសិនជាបងប្អូនទិញទៅវាយើងអាចប្រើបាន2 ទៅ 3 ឆ្នាំសំខាន់លើបងប្អូនរក្សាទុកវាកន្លែងត្រជាក់កន្លែងម្លប់ហ្នឹងមិនមែនតែកន្លែងត្រជាក់ទៅត្រាំតកកទេហ្នឹងហើយកុំឲ្យទៅត្រូវកម្ដៅថ្ងៃតែកាលណាត្រូវកម្ដៅថ្ងៃយើងដឹងហើយជ័រវាពុកវាស្រួយតែដែកនេះធានាអត់អីទេហើយឈើនេះអាស័យធានាដែរយើងពួកវាយើងយកអាស័យចាស់យើងរោលវាទៀតហើយយើងត្រាំទឹកទៀតកាន់តែជាប់ទៀតបងប្អូនបើបងប្អូនត្រូវការបងប្អូនឆាតមកខ្ញុំបាននេះអ៊ំគាត់ធ្វើរាល់ថ្ងៃហ្មងបងប្អូនគាត់លក់និយាយទៅគឺដាច់មែនតើតម្លៃវាគួរសមបងប្អូនវាមិនថ្លៃណាស់ណាទេព្រោះអីយើងអាចយើងអាចប្រើបានយូរបើសិនជាយើងឧស្សាហ៍ទៅវាលុយយើងប៉ុណ្ណឹងយើងអាចទិញម្ហូបចង់និយាយថាវាលើសពីយើងទិញម្ហូបទៀតបើសិនជាយើងឧស្សាហ៍យើងដាក់នុយបងប្អូនយើងដាក់នុយអីក៏បានដែរឲ្យតែនុយស្អុយយើងដាក់បើយើងដាក់ទឹកទន្លេទៅយើងដាក់2 3ថ្ងៃក៏យើងទៅមើលក៏អត់អីដែរបើត្រូវត្រីឆ្លាំងតែអីអត់ងាប់ទេងាយងាប់ទេបើដាក់ដីស្រែអីហ្នឹងដីស្រែច្រឡំទឹកស្រែហ្នឹងយើងទៅមើលរងថ្ងៃបើថាទឹកទន្លេអីមិនបាច់ទេដាក់2 3ថ្ងៃទៅមើលម្ដងបាន2 គីឡូអីទៅយើងដាក់នុយហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនត្រូវការឆាតមកបាន